សួរថាតើតាមបដ ாய் ផ្លូវទៅក្រោយពីធ្វើផ្លូវហើយរីកហើយតើកំណើនឬមួយក៏ជីវភាពរស់នៅប្រជាពលរដ្ឋយ៉ាងណាច្រើនណាស់នៅទូទាំងប្រទេសគ្រប់កន្លែងទាំងអស់នេះគឺការធ្វើផ្លូវតភ្ជាប់ការធ្វើស្ពានតភ្ជាប់អានេះខ្ញុំអត់និយាយពីការធ្វើកំពង់ផែតភ្ជាប់ផ្លូវសមុទ្រផែទឹកសាបការតភ្ជាប់តាមផ្លូវអាកាសទេថ្ងៃនេះយើងនិយាយតែផ្លូវទេហើយផ្លូវនេះគឺតភ្ជាប់ច្រើនហើយខ្ញុំនិយាយតែផ្លូវថ្នល់ហើយស្ពានទេអត់និយាយផ្លូវដែកទៀតបាទអញ្ចឹងបងប្អូនអ្នកដែលរស់នៅទីនេះហើយខ្ញុំឃើញអ្នកដែលចូលមកកម្មវិធីនេះខ្ញុំគិតថាភាគច្រើនលើកលែងតែក្មួយតូចរៀននៅថ្នាក់វិទ្យាល័យបែរជាកើតអត់ទាន់ផ្លូវនេះមុនទៅមុនផ្លូវ41ទេអញ្ចឹងអាចជាសាក់សីរស់អ្នកដែលរស់នៅតាមបណ្ដោយផ្លូវនេះអាចជាសាក់សីរស់ថាតើពីមុនផ្លូវនេះធ្វើហើយតើឥឡូវនេះតើផលទៅដល់ប្រទេសរីមួយបានផលយ៉ាងម៉េចនេះគឺជាការពិតហើយបើថាផ្លូវនេះធ្វើឲ្យសេដ្ឋកិច្ចជីវភាពនិងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋលំបាកជាងមុនសូមប្រាប់ខ្ញុំកាយផ្លូវចេញតែអត់កាយទេនិយាយលេងសើចវាអត់មានបើសិនជាផ្លូវនេះធ្វើឲ្យដាក់លក្ខខណ្ឌមិនឲ្យប្រជាពលរដ្ឋប្រើអានឹងប្រហែលជាបងប្អូនដេញឲ្យយកទៅវិញហើយតែនេះគឺធ្វើសម្រាប់ស្រួលតែម្ដងយើងនឹងបន្តធ្វើតទៅទៀតប៉ុន្តែមិនចប់ទេការធ្វើឲ្យត្រូវបន្តថែទាំសេដ្ឋកិច្ចយើងនឹងបន្តជំរុញមកទីនេះផ្លូវដែលបន្តមិនទាន់តភ្ជាប់ឬមួយទៅបន្តភ្ជាប់ពីដីយើងនឹងបន្តធ្វើតទៅទៀតតសៃឈាមឲ្យកាន់តែច្រើនបាទផ្លូវឲ្យកាន់តែច្រើនខ្វាត់ខ្វែងទៅមុខយើងធ្វើផ្លូវជាតិ43តភ្ជាប់អាផ្លូវមេក៏យើងធ្វើអាខ្នែងតូចក៏យើងភ្លឺតទៅថាថ្ងៃមុនតថ្ងៃណាមួយប្រជាពលរដ្ឋចាប់ផ្ដើមជិះវែងហើយបន្ទោសតាមមកពីរដ្ឋធ្វើផ្លូវច្រើនបើយើងជប់ធ្វើជាជាងអត់ផ្លូវរុញតតែដល់តែម្ដង